សួស្តីអ្នកទាំងអស់គ្នាជួបមួយខ្ញុំ JP ស្មីអញ្ចឹងក្នុងវីដេអូថ្មីថ្ងៃនេះខ្ញុំធ្វើការមក share តាក់ទងជាមួយនឹង experience តាក់ទងជាមួយបទពិសោធន៍របស់ខ្ញុំក្នុងការរកលុយតាមរយៈ internet បាទជាពិសេសគឺធ្វើ dropshipping នឹងតែម្ដងហើយខ្ញុំនឹងនិយាយដូចគ្នានៅពេលដែលខ្ញុំអាយុ18ឆ្នាំហ្នឹងខ្ញុំអាចរកបាន 20k បាទ 20000 ជាងនៅក្នុងការធ្វើពីមុខរបរ dropshipping ហ្នឹងអូខេអញ្ចឹងខ្ញុំធ្វើការ share ដល់អ្នកគ្នាតែម្ដងតាំងពី start ទៅតែម្ដងហេតុអីបានជាសុកខ្ញុំទៅធ្វើ dropshipping អញ្ចឹងទៅតែខ្ញុំធ្វើតាំងពីណាទៅអញ្ចឹងទៅតាំងពីពេលណាមកអញ្ចឹងអូខេអញ្ចឹងខ្ញុំធ្វើការ share នៅក្នុងវីដេអូហ្នឹងឲ្យចប់តែម្ដងហើយខ្ញុំជឿជាក់ថាវីដេអូនេះគឺសំខាន់ខ្លាំងមែនទែនសម្រាប់អ្នកដែលគាត់ចង់រកជាមួយនឹងចំណូលបន្ថែមជាពិសេសគឺសម្រាប់បងប្អូនដែលគាត់ទើបតែរៀនចប់បាទhigh school ហើយឡើងមករៀននៅសាកលអញ្ចឹងទៅបាទជឿជាក់ថាគាត់ប្រកាសជាមានចិត្តមួយចង់រកជាមួយនឹង income បន្ថែមដើម្បី support ខ្លួនគាត់ដូចជា support ជាមួយនឹងក្រុមគ្រួសាររបស់គាត់ផងដែរអូខេអញ្ចឹងឥឡូវយើង start ជាមួយនឹងវីដេអូយើងទាំងអស់គ្នាតែម្ដងទៅខ្ញុំជឿជាក់ថាមានគ្នាយើងមួយចំនួនបាទគាត់ប្រកាសជាមានចិត្តកំណត់មួយគិតថាចេះបាទនៅពេលដែលគេបង្ហាញអញ្ចឹងណានៅពេលដែលគេ show បាទគាត់ប្រកាសជាគិតចេះថាអូខេវាអាចធ្វើអញ្ចឹងបានដោយសារអីដោយសារតែវាមានស្រាប់វាកាត់មកវាកាត់មកលើកំណត់ទ្របស្រាប់តែអ្នកនេះសូមនិយាយថា case ខ្ញុំមួយនេះគឺមិនមែនទេខ្ញុំគ្រាន់តែជាក្មេងម្នាក់ដែលកើតនៅក្នុងក្រុមគ្រួសារមួយដែលមានជីវភាពសមរម្យបាទមិនមែនមានហើយក៏មិនមែនក្រដែរយើងអាចរកមួយថ្ងៃញ៉ាំមួយថ្ងៃបានអញ្ចឹងទៅបាទឪពុកខ្ញុំគាត់គ្រាន់តែជាអ្នករត់កង់3ម្នាក់ទេខ្ញុំចេះការពិតតែម្ដងហើយម្ដាយខ្ញុំគឺគាត់គ្រាន់ជាអ្នកលក់ដូរទីទុកនៅផ្ទះតែប៉ុណ្ណោះអញ្ចឹងអ្នកទាំងនេះដឹងហើយតែជីវភាពយើងបែបណាដែរដោយសារតែមានបញ្ហាទាំងអស់ហ្នឹងហើយបាទទៅវា motivate ចិត្តខ្ញុំផ្ដល់កម្លាំងចិត្តខ្ញុំឲ្យខ្ញុំខំប្រឹងបន្ថែមបាទនៅពេលដែលខ្ញុំធំជាងទៅបាទដោយសារតែខ្ញុំអត់ចង់ឲ្យក្រុមគ្រួសារខ្ញុំលំបាកទេបាទហើយខ្ញុំក៏ចង់ឲ្យខ្លួនឯងលំបាកដូចគ្នានៅពេលអនាគតទៅអញ្ចឹងខ្ញុំខំប្រឹងតាមពីទូទៅហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដល់ប៉ាម៉ាក់របស់ខ្ញុំដែលគាត់បានបាទទោះបីជាមិនក៏ដោយគាត់ឲ្យកូនមាន educate កូនឲ្យមាន education អញ្ចឹងទៅបាទអញ្ចឹងទោះបីជាគាត់អត់អាច fulfill អីដែលយើងចង់បានដូចមែនប៉ុន្តែគឺគាត់ឲ្យចំណេះដឹងនេះគឺវាពិសេសភាសាខ្លាំងមែនតែម្ដងបាទអញ្ចឹងដោយសារតែខ្ញុំមានចំណេះដឹងបាទបានទៅរៀនសូត្រអីរៀងគួរសមគ្រប់គ្រាន់អីចឹងទៅទើបខ្ញុំអាចរកគំនិតថ្មីក្នុងការធ្វើអីចឹងទៅបាទជាក់ស្ដែងដូចជានៅពេលដែលខ្ញុំអាយុ12ឆ្នាំបាទជាវ័យមួយដែលខ្ញុំកំពុងតែបុករៀនខ្លាំងមែនតើហើយពេលហ្នឹងគឺបច្ចេកវិទ្យាកំពុងតែវាលុកចូលស្រុកខ្មែរដូចគ្នាហើយខ្ញុំពិតជាចង់ចេះចង់ដឹងខ្លាំងមែនតើតែម្ដងដែលធ្វើឲ្យចិត្តខ្ញុំនេះគឺចង់រកលុយពីវាតែម្ដងតែសារតែខ្ញុំចង់សម្រួលបន្ទុកបាទក្រុមគ្រួសាររបស់ខ្ញុំក៏ដូចជាខ្ញុំអត់ចង់ពឹងផ្អែកទៅលើគាត់ទេបាទខ្ញុំចង់បង់ថ្លៃសាលាដល់ខ្លួនឯងខ្ញុំចង់មានលុយញ៉ាំបាយសុំមិត្តភក្តិដល់ខ្លួនឯងខ្ញុំអត់ចង់សុំលុយគាត់ទេអញ្ចឹងហើយខ្ញុំក៏ព្យាយាមរកវិធីសាស្ត្រថ្មីក្នុងការរកលុយតាមរយៈអ៊ីនធឺណិតហ្នឹងបាទអញ្ចឹងនៅពេលខ្ញុំ12ឆ្នាំហ្នឹងខ្ញុំក៏ start ធ្វើជាមួយនឹង YouTube បាទពេលហ្នឹងប្រកាសជាមានគ្នាយើងឆ្ងល់ទេថាហេតុអីបានជាទើបតែ12ឆ្នាំមកធ្វើ YouTube គេថាគ្រួសារអត់មានលទ្ធភាពទីសំរុំទេត្រូវអត់ហេតុអីបានជាមានដល់ទូរស័ព្ទដៃអីចឹងទៅយកមកធ្វើ YouTube មកកាត់វីដេអូថតអីចឹងទៅសូមនិយាយថាទូរស័ព្ទហ្នឹងគឺមីងរបស់ខ្ញុំឲ្យទេបាទគឺគាត់ឲ្យឪពុកខ្ញុំបាទប៉ុន្តែខ្ញុំលួចឪពុកខ្ញុំយកមកថតបាទមិនឲ្យខ្ញុំទេណាមកលួចថតពីប៉ាខ្ញុំទេបាទហើយគាត់ឲ្យលេងតែថ្ងៃសៅរ៍អាទិត្យទៀតដោយសារតែយើងនៅវ័យសិក្សាបាទអញ្ចឹងថ្ងៃសៅរ៍អាទិត្យហ្នឹងខ្ញុំលួចទូរស័ព្ទគាត់បុកធ្វើវីដេអូខ្ញុំដាក់ schedule ផុសតែម្ដងបាទពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយពេលហ្នឹងខ្ញុំធ្វើ channel ខ្ញុំមាន channel game ដូចជា channel បរទេសបាទ channel បរទេសខ្ញុំឲ្យធ្វើតាក់ទងជាមួយនឹង top 5 top 10 top អីបាទអូខេហើយ channel ខ្មែរធ្វើ game បាទអញ្ចឹងខ្ញុំក៏ start ធ្វើរកលុយពី YouTube តាំងពីពេលហ្នឹងទៅបាទតែរកលុយវាមិនបានច្រើនទេបាទមកល្មមតាក់តក់ក្នុងការបង់លុយសាលារៀនបង់ថ្លៃគួរឲ្យគ្រូអញ្ចឹងទៅហើយមានលុយទិញបាយស្រូបញ៉ាំមួយមិត្តភក្តិអីចឹងទៅបាទអញ្ចឹងមួយខែអាចសល់ត្រឹមបាន200បានអីចឹងណាបាទហើយពេលហ្នឹងអ្នកនរបាទកូនក្មេង2 3 10ឆ្នាំបានមួយខែប៉ុណ្ណឹងក៏វាលុយដែរត្រូវអត់វាសំរុំដែរបាទអញ្ចឹងក៏វាសម្រួលបាទដល់ជីវភាពមកកម្រិតបាទហិចធំដែរពេលហ្នឹងបាទអូខេអញ្ចឹងខ្ញុំ start ធ្វើ YouTube ហ្នឹងតាំងពីខ្ញុំអាយុ12រហូតដល់15ដល់15ឆ្នាំហ្នឹងគឺមានបញ្ហាតែម្ដងដោយសារតែនៅក្នុងស្រុកខ្មែរយើងគឺគេបានបិទ monetization តែធ្វើឲ្យខ្ញុំនេះបាទចង់ដាច់ផ្ងាតែម្ដងដោយសារតែវាជាប្រភពចំណូលរបស់ខ្ញុំបាទអញ្ចឹងខ្ញុំបាត់ឆ្នាំងបាយខ្ញុំហើយអញ្ចឹងខ្ញុំរៀងសេះដែរអ្នកនរគ្នាបាទព្រោះអីមនុស្សធ្លាប់តែ
họ lụi ban vì vía về để dương sọc bạt trắng mà dương mèo rồng bạch đài bà chẳng hái tôm nhưng sập lại chật trẻ thay ok nhóm đăng thay YouTube ấy bị bật lỡ mền và tay ngày nào muốn đừng mau với nhảy ngày nào muốn kia đừng support mai pin linh hổ lụi ban thòng ở đây bà tái nhóm ở ai chăm ban tê nhóm ai chăm ban tê nhóm ai chăm dạ p cả là nam rồi còn mà nam tầm rõm game mau bên tê nhóm thời từ hỏi mấy đạp bay rồi chừng đó thêm giờ đạp luôn anh đạp bay băng sạc luôn anh đạp bay chạy ai biết luôn anh nhóm cần chân là tạo này chẳng hai p nó nhóm còn phải chất than lụi channel nhóm trao tại bắt đầu và channel nhóm channel khmái mình rồi khe chiến lụi cháo channel bò tê và hai chia cho 20k đá lụi cháo và pi nó bốc chuột nên tới bàn hai chia vào mũi rồi chia chật một rồi và nặng và cá phải muốn á kẹo toàn bận một thái cái ao nhầm đầu mà pon chứ nhỏ lụi tê và tại đập cái bật trắng và màn khờ lụi này là sao anh như thời ca vô lôi mà họ ấy phải thêm do ai nơi trăm trắng ban tê và hai p nó lôi là nhom ban nó cứ nhom vô một nấy nhom vô màu tên nhà vàng và tên nhà vàng bị chân mà lụi nó không sọc mày và nhom chơi tên nhà vàng bị chân mà sọc mày lụi nó tăng bị nhom mà dụ đập ram chứ nè và cái tới đôi chia p nó thà tì bầm bậy tì bầm bổ này nó cái tới và nhom chọn ăn lụa online nhỉ và chắc là p là nhom lụa nắng và nhom cái lụa ban hình cua sắm đây là sao p nó cứ sớm miên lại lụa online mà này tê và miên đây ta mình miên tràn chẳng á và hai nó p nhom lụa nữa và đang ấy á và sẽ hai làm tên nè nhom tôi bấm bông co bài nè trong tôi bấm bông co bài năng rò p để trong reply chat nhiềuแต่ sao nhom khai cột cơ tha nhom nick main pe dụ tới cả tục trận chẳng hai rò pe để nhom lũ nhom tay để tôi bông co nhom là bây anh chảy máu hiền cha chảy máu hiền sọ chảy máu hiền thương luôn là cái cơ tha dưỡng chia mình được mũi để min vây hiền hoạt bài chẳng tới cái tục trận bạn bảo sân mấy chỉ chạy thả đọc bài bấm bẫy nè cứ kê xây cột bài bà đây cận tên tề bài sẽ hai nhóm gấu vừa bạn là hai vị thi sáng nó cứ ở đây bà thưa ban phò tôi bây giờ mà đọc không bị ban bấm bẫy nè đây bà chẳng đi dạo nè này có trong start early có thể thời chân mình khai bà chân tới cái đây và là sao đây nơi sọc mai dưỡng hiện bậc can để tông mười dụ nè bà chân như trong thuê mấy trong sạc ấy bà là khai ở tục chuyện chính tề tất mọi thứ xa tại một đồ và chân cứ phim của bạn tịch đài ok chân nhom start per chỉ mùi nâng ca lụa ở vạn pi chân mà sọc mai nó bàn mà dạ tới nhom lụa bàn hiền cua xóm đá nhom cật bay cần đặt ta chơi ok cho lỡ nhom ai cha vô bị chân mà lụa nó sọc mai cho bà sân chỉ nhom vô pi chân mà sọc mai hay nhom vô ở vạn sọc mai lụa tới bộ tê mình nhưng mà luôn sọc mai đây tại sao này nhom chọn bán profit mai chiến can để cpu tại sao nó bên nhom lụa nó sọc mai mày bán ai chân bạn bây giờ lại chân từ và tái nó bây là nhom lụa nó sọc khé vì ai chân bán mua chỉ pi mua chỉ bay chân từ tại sao tại những nơi xẹp ấy bật tay mai chân nuốn cứ cái Apple Watch dưỡng chẳng cái chai việt bảo kế có và sai tại tam lần này chẳng như ai lụa bàn thay ok chẳng nhom có cất bạn nằng và tái nó bây là nhom cất bạn nó cứ vía impossible tại sao ấy chứ bớt nhom cho bạn phải chấn mau sọc mai sấn và hai nhom đặc biệt sọc mai tới can bật tay nào muối nó bây là mình cái order thua cho cả tại một đồng tại sao ta lại đất cứ bị thay nhóm miền contact cho mỗi nâng khang còn một đường chuột mà trên độ đáy nhưng contact xuống từ quát hai quát ở quote máu cứ ta lại cứ vía mình xong rung tệ bà nhóm ai thua chẳng bàn tệ như lũ rì trong ở trên này tệ lũ ra thể dưỡng lũ chỉ đồng miền đóng những đặc từ mà đón những đạn nơi khang nào mũi được tệ được chị em để cho chân tử hai dương chạy và to chân tử bà năng bán vi ai trên này bàn tam giờ lũ rì cứ ở cả tệ bà nhiều và kê sang được khi đại bà chẳng hái để thua nhóm mình cần đặt một chuyện lấy nhóm mà chăm do một số mai thế nhóm do bị chấn từ lũ ấy bỏ tê thêm đồ và mình siêu tính bà như gọi là chia cho muôn cái đào chứ á bà nó về mình siêu tính nhưng rồi bạn bị chấn đắc ấy bỏ tê thêm tạm đồ những đạo sai tháng bỏ tê thêm tạm đồ thọ thế ok nhóm một số mai nhóm rồi bạn bị chấn đặt lũ nó lửa và sai nhóm lên từ chẳng miêu nhiều bỏ tê am rồi tình bà chẳng nhóm tự tính vì chấn đã sai tham như bỏ tê đã ơi có đặc từ tiệt còn được được tạm rồi mà chăm máu nhóm đi nhưng mà thời gian 10 ván đi bà chẳng vừa nhóm kịch bạn đừng bà hai nhóm có strike chiêu đông tịt họ rò khơi cho mùi nâng dropshipping từ bà chẳng nhóm start vừa dropshipping nâng nó về nhưng mà dụ đọc pram chnem trong chnem đọc pram chất đọc vào mũi á bà
ហើយពេលហ្នឹងគឺខ្ញុំហ៊ាននិយាយបាទគឺស្រុកខ្មែរយើងអត់សូវមានធ្វើទេបាទអាចបើសិនជាខ្ញុំធ្លាប់ឃើញហ្មងគឺប្រហែលជា2-3នាក់ទេដែលធ្វើតំណាខ្ញុំអញ្ចឹងណាបាទហើយគាត់សិតអ្នកហេចាស់ច្រែលដែរអញ្ចឹងទៅបាទហើយវាជាឆាយមួយដែលល្អដែលខ្ញុំបានចាប់ឱកាសក្នុងការធ្វើវាហ្នឹងបាទធ្វើ early បាទខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយខ្ញុំក៏អត់ខំម្ដងដែរដល់សប្តាហ៍ហ្នឹងដោយសារតែវាជួយខ្ញុំបានច្រើនខ្លាំងមែនទែននៅពេលដែលខ្ញុំអាយុ18ឆ្នាំនៅពេលខ្ញុំធ្វើ dropshipping បាន3ឆ្នាំគឺវាបានផ្លាស់ប្ដូរជីវិតខ្ញុំបាទសឹងថា180 degree តែម្ដងដោយសារតែ18ឆ្នាំគឺជាឆ្នាំមួយដែលខ្ញុំរកបានច្រើនបាទដែលខ្ញុំអត់ធ្លាប់រកបានពីមុនមកអញ្ចឹងនៅពេល18ឆ្នាំគឺខ្ញុំរកបានរហូតដល់$20,000ជាងបាទក្នុងការធ្វើ dropshipping ហ្នឹងបាទហើយដល់ស្រាប់ហើយ18ឆ្នាំយើងរកបានប៉ុណ្្នឹងទៅអត់បាទគឺវាល្អខ្លាំងមែនទែនបាទគឺខ្ញុំមាន motivate គឺខ្ញុំពិតជា feel proud លើខ្លួនឯងដូចគ្នាបាទហើយខ្ញុំក៏តាំងចិត្តខ្លួនឯងដែរពេលហ្នឹងខ្ញុំថាចេះថាថ្ងៃណាមួយគឺខ្ញុំនឹង share ឲ្យបងប្អូនយើងដឹងដូចគ្នាខ្ញុំនឹង share ឲ្យបងប្អូនខ្មែរយើងដឹងដូចគ្នាដោយសារតែអ្នកដឹងហីអ្នកធ្វើ YouTube គឺគាត់ជួយចិត្តក្នុងការចែករំលែកខ្ញុំក៏ធ្លាប់ធ្វើ YouTube ដូចគ្នាខ្ញុំក៏ជួយចិត្តចែករំលែកដូចគ្នាអញ្ចឹងខ្ញុំចង់ share តាក់ទងអីដែលខ្ញុំធ្វើបានហ្នឹងចែកជូនទៅកាន់បងប្អូនដូចគ្នាដែរអញ្ចឹងហើយធ្វើឲ្យខ្ញុំហ្នឹងមានកម្លាំងចិត្តក្នុងការធ្វើវីដេអូអញ្ចឹងទៅប៉ុន្តែនៅពេលហ្នឹងគឺខ្ញុំអត់ start ភ្លាមទេដោយសារតែពេលវេលាអត់សមស្របដោយសារតែអ្នកខ្លះក៏អត់ទាន់ស្គាល់ទេនឹង dropshipping បែរមុខទៅណាទៅណីទេអញ្ចឹងហើយបានខ្ញុំអត់ទាន់ធ្វើទេខ្ញុំ delay រហូតដល់ខ្ញុំអាយុ20ជាងហើយខ្ញុំធ្វើបាទដល់តែបើឡើងដែរទេបាទអញ្ចឹងការ18ឆ្នាំហ្នឹងគឺខ្ញុំបាទគឺ prime mode តែម្ដងបាទគឺខ្ញុំរកបានច្រើននៅពេលហ្នឹងសូម្បីតែទស្សនវិស័យរបស់ Business Cambodia ក៏បានចុះផ្សាយពីខ្ញុំដូចគ្នាបាទអ្នកមួយចំនួនគាត់ប្រកាសជាធ្លាប់បានអានហ្នឹងទៅបាទគេយក repost វិញប្រហែលឆ្នាំមុននេះប៉ុន្តែមុននេះគេមាន post មួយហើយអ្នកនរគ្នាបាទអញ្ចឹងក៏វាសប្បាយចិត្តដូចគ្នាបាទហើយផ្ដល់កម្លាំងចិត្តដល់ខ្ញុំក្នុងការធ្វើដូចជាចែកម្លែកគ្នាយើងបន្ថែមដែរបាទពេលខ្ញុំ start ធ្វើ dropshipping ហ្នឹងលុយដែលខ្ញុំមានសេសសល់ពីលក់ YouTube ហ្នឹងគឺខ្ញុំយកមកធ្វើអស់លីងហើយអត់មានអីនឹងខ្លួនទេពេលហ្នឹងគឺខ្ញុំថាយកវាតែ short តែម្ដងពេលហ្នឹងធ្វើ dropshipping ចំណាយច្រើនលុះត្រាតែយើងមានអន់ផុតក៏500ដែរទៅធ្វើបានដោយសារតែចុះបញ្ជីក្រុមហ៊ុន LLC ហ្នឹងអស់400ជាងហើយបាទដោយសារពេលហ្នឹងយើងត្រូវការចុះបញ្ជីទើបយើងអាចរកpayment gateway បានតែឥឡូវគឺខ្ញុំមិនបាច់ទេស្រាប់គ្នាយើងដល់ start ឥឡូវគាត់មិនចាំមានដល់ហ្នឹងតែ100អី100ទៅ200នេះគឺអាចធ្វើបានហើយបាទ store ហើយក៏ដូចជា payment អញ្ចឹងណាបាទជាស្អីជឿក៏បាទពេលខ្លះនិយាយរឿងចាស់ទៅនឹកឃើញទៅរឿងឈួលតិចដែរបាទពួកយើងធ្លាប់ពិបាកដែរអញ្ចឹងណាបាទអូខេមានតែអ្នកធ្លាប់នេះទេមកគាត់យល់អូខេអញ្ចឹងខ្ញុំធ្វើអស់ឲ្យ link មួយខ្លួនខ្ញុំយក shot មកថាអូខេបើសិនជាខ្ញុំមិនមកទៅខ្ញុំអត់អន់ចិត្តមួយខ្លួនឯងទេព្រោះខ្ញុំបានព្យាយាមរួចហើយខ្ញុំបានផ្ដល់ដាក់កាយដាក់ចិត្តលើវាហើយអញ្ចឹងបានលទ្ធផលមកបែបណាក៏ខ្ញុំអត់សោកស្ដាយដែរខ្ញុំបានរើសជាមួយនឹងផ្លូវមួយហ្នឹងហើយអញ្ចឹងធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើហើយjust ដែរនៅពេលដែលយើងមានកម្លាំងចិត្តធ្វើអីមួយគឺលទ្ធផលអត់ដែលក្បត់យើងទេអញ្ចឹងគឺវាទទួលបានផ្លែផ្កាទៅបីបានតិចបានច្រើនប៉ុន្តែដឹងតែទទួលអញ្ចឹងនៅពេលដែលខ្ញុំរកបានហ្នឹងខ្ញុំសប្បាយចិត្តខ្លាំងមែនតើហើយរហូតដល់ឥឡូវហ្នឹងបាទក៏យើងថាយើងមិនមែនជាអ្នកជោគជ័យអីទេតែយើងអាចបានជាមួយនឹង income មួយដែលរៀងសមរម្យបាទរៀងសមរម្យអាច fulfill នៅអីដែលយើងចង់បានបាទយើងចង់ទៅណាបានយើងចង់ញ៉ាំអីបានយើងចង់ទិញរបស់អីបានអញ្ចឹងទៅមិនបាច់ចាំគិតច្រើនមិនចាំអីចឹងទៅអាចនាំបងប្អូនបាទមិត្តភ័ក្តិគ្រប់គ្រួសារទៅទិញអីបានដែរមកចាំមើលតម្លៃអីបានអញ្ចឹងទៅបាទអញ្ចឹងវាអត់មានជួយឲ្យខ្ញុំណាយ៉ាងមានឡាន Lamborghini 410អីគឺអត់ទេបាទវាបានត្រឹមតែធ្វើឲ្យខ្ញុំជីវភាពខ្ញុំបានប្រសើរហើយខ្ញុំជាម្នាក់មួយដែលអត់ចូលចិត្ត high show ទេឡានខ្ញុំទិញឡានធម្មតាដែរខ្ទង់ 20000 10000 ក្រាស់អីទេខ្ញុំអត់ដែរហក់លោតទៅច្រើនទៅបីខ្ញុំរកបានមិនក៏ដោយព្រោះខ្ញុំគិតថាចេះឥឡូវយើងរកបានមែនបាទតែថ្ងៃមុខទៅមិនទៅយើងមើលអត់ឃើញទេអត់បាទមនុស្សគឺមាន up and down បាទហើយខ្ញុំតែគិតបែបនេះទៀតដោយសារតែនៅបន្ទូចខ្ញុំធ្លាប់លើកគេនិយាយថាសេដ្ឋីមានពីរបែបបាទ2មិន4នេះ
មានដោយសារបកកែរមានដោយសារបកកែសន្សំអញ្ចឹងខ្ញុំត្រូវឲ្យ balance ខ្ញុំមិនអាចមានមួយខ្វះមួយបានទេបាទអញ្ចឹងខ្ញុំរកបាន10ខ្ញុំចាយតែ2 3ទេខ្ញុំមិនអាចរកបាន10ចាយ8 9ទេឬក៏ចាយ10ទាំង10ទេបាទអញ្ចឹងហើយធ្វើឲ្យខ្ញុំមាន mindset ហ្នឹងតាំងពីទូចមកអញ្ចឹងហើយធ្វើឲ្យខ្ញុំបាទ income ខ្ញុំគឺវា stability បាទវាអត់សូវរង្គោះរង្គើទេទោះបីមានបញ្ហាអីក៏យើងអាច handle បានហៀងគួរសមដែរអញ្ចឹងបាទអូខេអញ្ចឹងសម្រាប់វីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាខ្ញុំនិយាយហើយវាជាខ្លឹមសារមួយ motivate ដល់គ្នាយើងឲ្យគាត់មានចិត្តតស៊ូក្នុងការធ្វើអ្វីមួយក៏ដូចជាសង្ឃឹមថាគ្នាយើងអ្នកដែលគាត់ start ធ្វើក្រោយរកអីថ្មីក៏ដោយបាទនឹងបានផ្លែផ្កាទាំងអស់គ្នាអូខេចុះសម្រាប់វីដេអូហ្នឹងមានប៉ុណ្្នឹងទេអរគុណច្រើនបាទ